ការប្រកួតប្រជែងជាមួយខ្លួនឯងហេតុអ្វីចាំបាច់ត្រូវប្រកួតប្រជែងជាមួយខ្លួនឯងការប្រកួតប្រជែងដើម្បីគ្រាន់តែចង់ឈ្នះអ្នកដទៃវាមិនសំខាន់ជាជាងការឈ្នះលើខ្លួនឯងនោះទេពីព្រោះថានៅក្នុងខ្លួនយើងគឺមានរឿងពីរដែលយើងត្រូវគ្រប់គ្រងរឿងទី1គឺចិត្តរឿងទី2គឺគំនិតចិត្តគឺជាប្រធានចិត្តរបស់យើងអាចគ្រប់គ្រងបានយើងអាចដឹកនាំបាននោះគឺជាចំណែកមួយដ៏ល្អនិងមានឥទ្ធិពលទី2គឺគំនិតគឺកើតឡើងពីការគិតជះឥទ្ធិពលពីមជ្ឈដ្ឋានខាងក្រៅសង្គមដែលយើងរស់នៅអ្នកដែលយើងខ្សែគប់ពីព្រោះនៅពេលដែលយើងគ្រប់គ្រងរឿងទាំងពីរនេះបានគឺវានឹងមានឥទ្ធិពលនៅក្នុងការសម្រេចចិត្តដែលយើងប្រើប្រាស់ចិត្តនិងអារម្មណ៍ដែលបានត្រឹមត្រូវគឺវាមិនធ្វើឲ្យយើងមានវិបដិសារីតែការគ្រប់គ្រងគំនិតនៅក្នុងការសម្រេចចិត្តបានច្បាស់លាស់គឺវានឹងមិនងាយឲ្យយើងកើតឡើងនៅកំហុសដូចនេះការប្រកួតប្រជែងមិនចាំបាច់សម្ដៅតែជាមួយនឹងអ្នកដទៃនោះទេប៉ុន្តែវាជាការប្រកួតប្រជែងជាមួយខ្លួនឯងច្រើនជាជាងឥទ្ធិពលអ្នកដទៃមិនគួរឲ្យយើងចាប់អារម្មណ៍ពេកនោះទេយើងអាចមើលឃើញយើងអាចស្ដាប់ឮមិនតបតដើរចេញវាមិនមានន័យថាយើងចុះចាញ់នោះទេប៉ុន្តែវាបង្ហាញថាយើងស្គាល់និងដឹងថាគេគឺជាមនុស្សបែបណាដូចនេះចូលចងចាំថាកុំយកឥទ្ធិពលពាក្យសម្ដីអ្នកដទៃមកបំបាក់កម្លាំងចិត្តរបស់ខ្លួនដែលកំពុងតែខិតខំប្រឹងប្រែងឲ្យសោះហើយក៏កុំយកអារម្មណ៍អវិជ្ជមានរបស់ខ្លួនឯងហ្នឹងទៅបញ្ជាលើអ្នកដទៃព្រោះយើងនឹងកាន់តែបាត់បង់ឥទ្ធិពលដោយមិនដឹងខ្លួនការគ្រប់គ្រងទៅលើស្ថានភាពគេថាបើសិនជានៅក្នុងជីវិតរបស់យើងមិនពេញចិត្តនឹងស្ថានភាពណាមួយចូលយើងផ្លាស់ប្ដូរស្ថានភាពនោះចេញទៅប៉ុន្តែពេលខ្លះស្ថានភាពដែលយើងចង់ផ្លាស់ប្ដូរហ្នឹងវាមិនអាចមកតាមចិត្តដែលយើងចង់ផ្លាស់ប្ដូរបានទេអញ្ចឹងអ្វីដែលគេចង់ឲ្យយើងផ្លាស់ប្ដូរសំខាន់បំផុតគឺចាប់ផ្ដើមពីខ្លួនយើងទៅសិនអញ្ចឹងខ្លួនយើងអ្វីដែលយើងអាចគិតនឹងផ្លាស់ប្ដូរទៅបានហ្នឹងគឺទី1គឺពាក់ព័ន្ធជាមួយនឹងជំនឿដែលយើងគិតថាយើងមិនអាចធ្វើរួចយើងមិនអាចធ្វើកើតចូលយើងផ្លាស់ប្ដូរជំនឿនឹងចេញហើយបន្តមកទៀតគឺអាចឈានរហូតទៅដល់ការផ្លាស់ប្ដូរជាមួយនឹងរបៀបនៅក្នុងការគិតរបៀបនៅក្នុងការគិតហើយនឹងអាចចុងក្រោយគឺគេហៅថាការប្រព្រឹត្តគឺអរិយាបថរបស់យើងផ្ទាល់ចំណុចទី2មនុស្សទាំងអស់មិនស្លាប់ដោយសារតែការប្រឹងប្រែងនោះទេប៉ុន្តែយើងអាចនឹងស្លាប់បើសិនណាជាយើងខ្វះនៅសារធាតុប្រឹងប្រែងអញ្ចឹងនៅក្នុងត្រង់ចំណុចនេះគេចង់លើកទឹកចិត្តដើមទុននៃការប្រឹងប្រែងគឺវាពិតជារឿងមួយសំខាន់មែនតើអញ្ចឹងបើសិនជាយើងខ្វះសារធាតុនៃការប្រឹងប្រែងការគ្រប់គ្រងស្ថានភាពរបស់យើងក៏វាពិបាកនៅក្នុងការឆ្លើយតបឲ្យបានល្អប្រសើរដែរ